ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំបានមកកាត់សាឡាត់នៅខាងមុខផ្ទះបងប្អូនណាចាគឺថានេះខ្ញុំយកសាឡាត់នេះមកញ៉ាំជាមួយនឹងទឹកអំបិលចានេះគឺជាវិធីធ្វើទឹកអំបិលរបស់នេះខ្ញុំណាទឹកអំបិលគឺថាបងប្អូនអាចយកទៅញ៉ាំជាមួយនឹងនំគ្រក់បាញ់ឆែវបាញ់សុងឬក៏ញ៉ាំជាមួយណែមឆៅអីក៏បានដែរបងប្អូនណាចាគ្រឿងផ្សំរបស់នេះខ្ញុំមានដូចជាស្ករត្នោតចំនួន1ដុំចាមួយដុំនោះគឺថាមានចំនួន1ផោនបងប្អូនណាចាបងប្អូនយកមកអីក៏បានដែរចាបន្តមកទៀតគឺថានេះខ្ញុំបានយកស្ករត្នោតដាក់ក្នុងឆ្នាំងមួយអញ្ចឹងណាបងប្អូនណាហើយនេះខ្ញុំក៏បានចាក់ទឹកចំនួន8ខាប់ចាបន្តមកទៀតនេះខ្ញុំបានដាក់អំបិលចំនួន1/4ខាប់ហើយនេះខ្ញុំបានយកទៅដាក់ដាំឲ្យពុះគឺថាយើងដាំចឹងណាឲ្យស្ករនិងអំបិលយើងបានរលាយសិនណាបងប្អូនណាពេលណាស្ករអំបិលរលាយអស់ហើយគឺថាបងប្អូនអាចបិទភ្លើងបានហើយបងប្អូនទឹកនេះបងប្អូនទុកឲ្យត្រជាក់សិនណាបងប្អូនណាចាបន្តមកទៀតនេះខ្ញុំបានចិញ្ច្រាំខ្ទឹមសចំនួន1មើមចាដាក់ចូលនៅក្នុងទឹកហ្នឹងទៅចាហើយនេះខ្ញុំក៏បានច្របាច់ទឹកក្រូចឆ្មាចាទឹកក្រូចឆ្មាគឺថាមានចំនួន3/4ខាប់បងប្អូនណាចានេះខ្ញុំបានយកទឹកក្រូចឆ្មាមកចាក់នៅក្នុងទឹកហ្នឹងហើយទៅក៏បានកូរឲ្យសព្វចាពេលណាបងប្អូនកូរសព្វហើយបងប្អូនអាចយកមកញ៉ាំបានហើយបងប្អូនណានេះខ្ញុំក៏បានដួសទឹកអំបិលដាក់ក្នុងកូនចានតូចមួយជាងបងប្អូនណាបន្ថែមជាមួយនឹងសណ្តែកដីលីងហើយនិងម្ទេសបងប្អូនហើយចំណែកនេះវិញគឺជាត្រីសាម៉ិនអាំងជាមួយនឹងម្ទេសផ្លោកតូចបងប្អូនណាចាហើយក៏មានបន្លែស្រស់ដូចជាផ្លែតសក់ហើយនឹងអឺសាឡាត់បងប្អូនណាចាគឺថានេះខ្ញុំបានដាក់បន្លែហ្នឹងជាមួយនឹងសាច់ត្រីហ្នឹងចាហើយក៏បានដាក់ជាមួយនឹងផ្លែម្ទេសអាំងនឹងបងប្អូនចាគឺថាញ៉ាំជាមួយនឹងអំបិលគឺថាមានរសជាតិឆ្ងាញ់ណាស់បងប្អូនចាឥឡូវនេះគឺថានាងខ្ញុំបានឲ្យគ្រួសារនាងខ្ញុំគាត់មកភ្លក់បងប្អូនណាចាគឺថាគាត់បានភ្លក់ហើយក៏បានឲ្យមេដៃមួយបងប្អូនចាដូច្នេះសូមបងប្អូនសាកធ្វើញ៉ាំចាថាតើមានរសជាតិយ៉ាងណាដែរណាចាអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាជម្រាបលាបាយបាយ